Honda Click ពេលឡើងទៅប៉ាដបងទៅឬក៏ក្រងទីស្មើគឺតាមដងបើមើលទៅលើគ្រឿងបន្លាស់របស់វាបងប្អូនគឺនៅថ្មីមែនតើនៅក្រាស់មែនតើស្បែកវាហើយសួរបងប្អូនដាច់ចិត្តដូរអត់រឿងគ្រឿងបន្លាស់ខាងក្នុងនេះបងប្អូននៅលើបងប្អូនទេតែក៏អាស្រ័យទៅលើជាងម៉ូតូដែរតើបងប្អូនជាងម៉ូតូយើងមានភាពស្មោះត្រង់ជាមួយនឹងបងប្អូនម្ចាស់ម៉ូតូអត់បើវានៅប្រើបានណាយើងត្រូវតែឲ្យគាត់ប្រើវិញសិនក៏ប៉ុន្តែបើប្រើទៅមិនបានទេដូរចោលឥឡូវខ្ញុំនិយាយពីបញ្ហាម៉ូតូគាត់នេះបន្តិចម៉ូតូបងប្រុសទៅមិនទិញដែរទេបើគិតជាគីឡូ10000គីឡូជាងអីហ្នឹងក៏ប៉ុន្តែវាមានបញ្ហាញ័រជើងឬក៏ឡើងទៅប៉ាដបងវាញ័រក្បាលតែបើយើងជិះលឿនហ្មងគឺវាអីទេហើយខ្ញុំក៏បានប្រាប់ទៅបងប្រុសបើសិនជាបងប្រុសចង់បាត់ត្រូវតែដូរគ្រឿងបន្លាស់វាចេញគឺផ្លាស់ប្ដូរជាមួយនឹងស្បែកត្រឡោកហើយនឹងខ្សែពៀនអាបញ្ហាញ័រជើងហ្នឹងបងប្អូនគឺមានតែបញ្ហាស្បែកហើយនឹងត្រឡោកវានឹងទេបងប្អូនហើយនឹងខ្សែពៀនវាកលាស់អញ្ចឹងហើយខ្ញុំក៏បានប្រាប់ជាមួយនឹងបងប្អូនដែរគ្រឿងបន្លាស់របស់បងប្អូននៅភាគរយច្រើនដែរស្ដាយលុយបងប្រុសជិះអញ្ចឹងទៅហើយតែបងប្រុសក៏ថាអត់ស្ដាយលុយទេទោះជាគ្រឿងបន្លាស់នៅក៏ដោយក៏ត្រូវតែដូរចេញដែរដោយសារតែវាស្ទើរចិត្តស្បែកខ្សែពៀននៅល្អមែននៅក្រាស់មែនតែវាស្ទើរចិត្តជាងដល់មកយល់អត់ខ្ញុំយល់ហើយបងប្អូននិយាយអញ្ចឹងហើយខ្ញុំមកដូរចេញទាំងមិនស្ទាក់ស្ទើរហើយខ្ញុំក៏ធានាឲ្យដែរបើសិនជាផ្លាស់ប្ដូរទៅហើយនៅតែដដែលមកដោះដាក់អាចាស់វិញហើយខ្ញុំអត់គិតលុយសូមបីតែ1រៀលមិនដែរល្អលេងមិនដែរល្អលេងអាថ្ងៃមុនម៉ូតូគេថ្មីអញ្ចឹងប្តីគេយកមកធ្វើគ្រឿងក្នុងខ្សែពៀនណាដូរមកស្អាតអស់100ជាងគេយកជីបាន3ថ្ងៃប្រពន្ធគេថាជីអត់ស្រួលដែរមានអីមកផ្ទះខ្ញុំដូរឲ្យវិញឡើងវិញទាំងអស់ឲ្យលុយវិញគ្រប់ចំនួនអត់បញ្ហាលេងជាមួយអ្នកណាបានលេងក៏មកលេងជាមួយជាងដំតែក៏ចង់មកធ្វើម៉ូតូថ្ងៃក្រោយយកប្រពន្ធមកផងឲ្យប្រពន្ធគាត់លោអស់ចិត្តចាំគិតលុយមានអ្នកណាមានពេលចេះដកឲ្យដាក់វិញទេប្រពន្ធថាជីអត់ស្រួលដែរចាប់មកបានហើយបងប្អូនតែប៉ុណ្ណេះជាងដំមកលុយដាក់អាចាក់ទៀតហើយ